안녕하세요. 저희는 한국어 학교에서 가르치고 있는 소정 선생님이라고 합니다. 다시 만나서 반갑습니다.ជំរាបសួរបងប្អូនសាស្ត្រថ្មីម្ដងទៀតខ្ញុំបាទឈ្មោះសុចិនគឺជាគ្រូបង្រៀននៅសាលាភាសាអង់គ្លេសយ៉ាង IN បាទដែលថ្ងៃនេះគឺខ្ញុំចង់ចែករំលែកអ្នកនរគ្នាជាភាសាអង់គ្លេសទាក់ទងទៅនឹងពាក្យបិទវិញម្ដងដែលកាលពីវីដេអូមុនអ្នកនរគ្នាបានរៀនរួចមកហើយទាក់ទងទៅនឹងពាក្យបើកបាទដែលវាមានច្រើនអត្ថន័យបាទចំពោះពាក្យបិទវិញក៏ដូចគ្នាដែរបាទក៏វាមានច្រើនអត្ថន័យបាទដែលខុសគ្នាទៅតាមស្ថានភាពដូចគ្នាដែរតែឥឡូវយើងមករៀនពាក្យបិទទាក់ទងទៅនឹងបិទទ្វារបិទបង្អួចបាទវិញតែពាក្យបិទទាក់ទងនឹងបិទទ្វារបិទបង្អួចនេះគឺពាក្យថាត់តាបាទពាក្យនេះគឺយើងអានថាថាត់តាបាទចុះពាក្យថាត់តានេះគឺសំដៅទៅលើបិទទ្វារបិទបង្អួចអីចឹងបាទតោះចឹងបាទពាក្យបង្អួចជាភាសាអង់គ្លេសយើងនិយាយថា창문បិទបង្អួច창문을 닫다 창문을 닫다ចឹងបកប្រែថាបិទបង្អួចពេលបិទទ្វារវិញ문을 닫다 문을 닫다ចឹងមុននឹងទ្វារ닫다នឹងយើងបកប្រែថាបិទចឹង문을 닫다នឹងយើងបកប្រែថាបិទបាទបិទទ្វារបាទបន្ទាប់ទៅទៅនឹងបិទភ្នែកវិញម្ដងបិទភ្នែកជាភាសាអង់គ្លេសយើងនិយាយថា감다បាទសូមបញ្ជាក់តិចពាក្យ감다នេះគឺយើងអាចប្រើបានទាំងកក់សក់ក៏បានបាទឬក៏រុំបាទរុំឲ្យបានរុំអីចឹងទៅបាទរុំបងរុំរបួសអីចឹងទៅតោះអញ្ចឹងនួននឹងភ្នែកអញ្ចឹងនួននៅ감다បិទភ្នែកបាទដល់ពេល감다នឹងដែរបាទពាក្យមករៀល감다យើងបកប្រែថាកក់សក់វិញបាទមករៀល감다បាទកក់សក់ដល់ពេលបាទ퐁데를 감다ភុងដែលនឹងបងរំរបួស감다នេះបកប្រែថារុំបាទអញ្ចឹងយើងរៀនបាទ감다ទៅទៅនឹងបិទភ្នែកហ្នឹងបាទវាប្រកបដោយអត្ថន័យបានពាក្យផ្សេងបាទដូចជាកក់សក់ហើយនឹងរុំបន្ថែមបាទតោះទៅទៅនឹងបាទបិទសភៅវិញម្ដងបាទបិទសភៅគឺឆែកបាទថប់តាឆែកថប់តាឆែកនឹងសភៅថប់តានឹងយើងបកប្រែថាបាទបិទបាទយើងចូលនិយាយថាបានសភៅវិញបាទឆែកផ្ចដាឆែកនឹងសភៅផ្ចដានឹងយើងបកប្រែថាបើកបាទជាការវីដេអូមុនគឺខ្ញុំអត់បានប្រាប់អ្នកនរគ្នាតើតើនឹងបាទពាក្យបើកសភៅឥឡូវខ្ញុំបានប្រាប់ក្នុងវីដេអូហ្នឹងហើយបាទតោះឥឡូវយើងចូលដល់ពាក្យបិទតើតើនឹងគ្រឿងអេឡិចត្រូនិកវិញម្ដងបាទចុះបិទតើតើនឹងគ្រឿងអេឡិចត្រូនិកគឺយើងប្រើពាក្យគឺដាតោះយើងបិទភ្លើងជាភាសាកូរ៉េយើងនិយាយថាភូលយើងបិទភ្លើងភូលគឺដាដល់ទៅនឹងបិទទូរទស្សន៍បាទទូរទស្សន៍ជាភាសាកូរ៉េយើងនិយាយថា television ចឹងបិទទូរទស្សន៍ televisional គឺដាបិទទូរទស្សន៍បាទដល់ទៅទៅនឹងបិទទូរស័ព្ទដៃវិញទូរស័ព្ទដៃជាភាសាកូរ៉េយើងនិយាយថា Shudephone ចឹងបិទទូរស័ព្ទដៃ Shudephone គឺដាអញ្ចឹងវីដេអូចែករំលែកខ្លីៗទាក់ទងនឹងភាសាកូរ៉េបាទពាក្យបិទដែលប្រើបានច្រើនស្ថានភាពបាទអំណរទីបញ្ចប់អរគុណច្រើនណាអ្នកគ្នាដែលបានតាមដាននេះវីដេអូរហូតមកដល់ចប់ហើយចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like ឬក៏ជួយបាទ share ទៅកាន់អ្នកទាំងអស់គ្នាបាទអ្នកផ្សេងដែលគាត់បាទមិនតបានដល់ទាំងអស់គ្នាផងបាទអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូបន្តបាយអានយ៉ង